ដូចជាពាក្យដែលថាប្រយោជន៍ដែលញាតប្រើប្រាស់ជាភាសាខ្មែរនេះជាពាក្យចេញមកពីភាសាបាលីថាប្រយោជនៈពីភាសាសំស្ក្រឹតមកហ្នឹងលោកថាប្រយោជន៍ណាគឺសំដៅនៅសេចក្តីថាផលឬកម្រៃដែលសមប្រកបផលដែលគួរប្រាថ្នាឬថាអ្វីៗដែលគេត្រូវការដែលគេប្រកបទៅនឹងវាកើតការផលដែលសម្រេចអំពីការប្រកបនោះឯងដែលហៅថាប្រយោជន៍ពាក្យថាប្រយោជន៍នេះនៅក្នុងភាសាបាលីមានពាក្យសម្រាប់ហៅច្រើនជួនកាលទៅលោកហៅថាអត្ថៈដែលប្រែថាផលនោះណាឬថាសេចក្តីចម្រើនទើបបានជានៅក្នុងធម៌ដែលជាប្រយោជន៍នោះលោកប្រើពាក្យថាទិដ្ឋធម្មិកថាជាដើមជួនកាលហៅថាហេតៈដែលប្រែថាប្រយោជន៍ដូចគ្នាណាឬថាជាគុណដោយពាក្យដែលលោកពោលថាអត្តហេតៈអីជាដើមដូច្នេះពាក្យថាប្រយោជន៍ដែលបានលើកមកនេះគ្រាន់តែផ្សេងគ្នាដោយតួអក្សរប៉ុណ្ណោះក៏ប៉ុន្តែអត្ថន័យនោះគឺដូចគ្នាគឺសំដៅត្រង់ផលប្រយោជន៍ដែលនាំឲ្យសម្រេចបាននៅសេចក្តីសុខសមតាមសេចក្តីប្រាថ្នាហើយពាក្យថាប្រយោជន៍នេះមានសេចក្តីច្រើនយ៉ាងនិងមានសេចក្តីអធិប្បាយហ្នឹងក៏ផ្សេងគ្នាតែបើសរុបឲ្យខ្លីមកមានតែ3ឯងមានទី1ទិដ្ឋធម្មិកថាប្រយោជន៍ណាប្រយោជន៍មានតែ3ប្រការមួយហ្នឹងទិដ្ឋធម្មិកថាប្រយោជន៍ក្នុងបច្ចុប្បន្នហ្នឹងអាចសង្កេតមើលបានដោយងាយហើយទី2សម្បាយកថាប្រយោជន៍ណាប្រយោជន៍ក្នុងបរលោកវាតលតែមានទិដ្ឋិត្រង់ហើយព្រមទាំងចេះដឹងច្បាស់លាស់ក្នុងរឿងកម្មផលផងទើបអាចមើលឃើញបានហើយទី3បរមត្ថប្រយោជន៍ណាប្រយោជន៍គឺព្រះនិព្វានតលតែមានភ្នែកគឺបញ្ញាទើបអាចឃើញបានទី1ទិដ្ឋធម្មិកថាប្រយោជន៍ក្នុងបច្ចុប្បន្ននេះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ចំពោះទីខៈជានុមាននុបដែលកាលនោះគាត់ចូលទៅក្រាបទូលព្រះសម្មាសម្ពុទ្ធនឹងថាខ្ញុំព្រះអង្គជាក្រហមជាអ្នកគ្រប់គ្រងផ្ទះសម្បែងណាមានបុត្រមានភរិយាណាត្រូវការស្វែងរកទ្រព្យសម្បត្តិដើម្បីចិញ្ចឹមជីវិតនិងគ្រួសារការបើយ៉ាងនេះសូមព្រះអង្គទ្រង់សម្ដែងនៅធម៌ណាមួយសម្រាប់ដល់ជនជាក្រហមនឹងឯងក្នុងបច្ចុប្បន្ននេះព្រមទាំងធម៌ដែលគួរប្រតិបត្តិសម្រាប់ក្នុងកាលបរលោកផងណាក្នុងគ្រានោះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីណាប្រយោជន៍ទាំងបរលោកផងនិងប្រយោជន៍ទាំងបច្ចុប្បន្នផងហើយប្រយោជន៍ក្នុងបច្ចុប្បន្នដែលកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនោះមាន4ណាមាន4ប្រការគឺទី1នោះគឺឧទ្ធានសម្បទាការដល់ព្រមដោយសេចក្តីប្រឹងប្រែងក្នុងកិច្ចការគ្រប់យ៉ាងដើម្បីស្វែងរកទ្រព្យសម្បត្តិទី2អរិក្ខសម្បទាការដល់ព្រមដោយកិច្ចថែទាំរក្សាទ្រព្យសម្បត្តិដែលរកបានហើយទី3កល្យាណមិត្តានឹងភាពជាអ្នកសេពគប់មិត្តល្អណាទី4សមជីវិតានឹងភាពជាអ្នកមានជីវិតស្មើល្អមិនក្រពេកមិនមានពេកទី1ឧទ្ធានសម្បទាគឺការដល់ព្រមដោយសេចក្តីប្រឹងប្រែងក្នុងកិច្ចការគ្រប់យ៉ាងដើម្បីស្វែងរកទ្រព្យសម្បត្តិគឺការខំប្រឹងប្រែងគ្រប់សពបែបយ៉ាងដើម្បីស្វែងរកទ្រព្យសម្បត្តិនេះឯងគឺជាកាតព្វកិច្ចដ៏សំខាន់ណាស់សម្រាប់ធារាវាសដែលអ្នកនៅគ្រប់គ្រងផ្ទះសម្បែងនោះណាព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់បានបង្រៀនបដៅឲ្យមនុស្សគ្រប់គ្នានឹងមានសេចក្តីប្រឹងប្រែងបំពេញកិច្ចការងារតាមទូនាទីរបស់ខ្លួនព្រមទាំងឲ្យលះបង់នៅភាពទម្រុននឹងការខ្ជិលច្រអូសគ្រប់ប្រការផងទៀតនៅក្នុងខតកនិកាយសន្តនិបាតឧករវៈបរាភវៈសូត្រទី6គាថាទី3ដែលព្រះដ៏មានពភាពអង្គទ្រង់ត្រាស់តបនឹងបញ្ហារបស់ទេវតាទាំងឡាយនោះថានិត្យាសីលីសភាសីលីអនុថាតាចយោនរោនលៈសោកោថបញ្ញាណោតាំងបរាភវៈតោមុខខាងដែលប្រែថាអ្នកដេកច្រើនមួយនិយាយច្រើនមួយមិនគ្មៀតខ្មៃខ្ជិលច្រអូសក្តីប្រកបតែខាងក្រោតខឹងនោះជាប្រធាននៃសេចក្តីវិនាសតាមពុទ្ធភាសិតខាងលើដែលស្ដែងឲ្យឃើញបានថា
អ្នកដែលខ្ជិលច្រអូសមិនប្រឹងប្រែងមិនបំពេញកិច្ចការងារមិនអាចធ្វើខ្លួនឯងនឹងឲ្យក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គមជាតិផងថែមទាំងមិនអាចធ្វើខ្លួនឲ្យក្លាយទៅជាពុទ្ធបរិស័ទល្អផងព្រោះមិនអាចញ៉ាំងប្រតិយរបស់ព្រះសាសនាឲ្យពេញបានទ្រព្យសម្បត្តិមិនអាចកើតឡើងដល់មនុស្សខ្ជិលច្រអូសនឹងបានទេអ្នកមិនមានការងារគឺជាមនុស្សចង្អៀតលោកអន់ជាងឈើពុកដែលបណ្ដែតទៅតាមទឹកទៅទៀតព្រោះឈើពុកនោះជួនកាលទៅគេអាចស្រង់យកមកប្រើជាប្រយោជន៍បានខ្លះអីខ្លះចឹងតែហើយមនុស្សដែលមិនមានការងារជាមនុស្សទំរុនមិនបំពេញកិច្ចការងារប្រៀបដូចជាបញ្ញាឯកបានត្រឹមតែរំខានដល់អ្នកដទៃប៉ុណ្ណោះព្រះពុទ្ធសាសនាបានសម្ដែងសកត់ធ្ងន់ទៅលើកម្មហើយនឹងផលកម្មនឹងគឺជាការងារដែលសត្វលោកបានធ្វើត្រូវប្រព្រឹត្តរីឯផលគឺជាអ្វីដែលសត្វលោកនឹងឯងទទួលបានអំពីការប្រព្រឹត្តនោះឯងដូច្នេះការសម្ដែងអំពីកម្មផលនេះណាមិនមែនជាការសម្ដែងធ្វើឲ្យមនុស្សនឹងឯងទុនខ្សោយនៅស្មារតីនោះទេតាមពិតគឺរឹងរឹតតែធ្វើឲ្យមនុស្សនឹងឯងមានស្មារតីយកចិត្តទុកដាក់បំពេញកិច្ចការងារយ៉ាងពេញទំហឹងនៅកិច្ចការងារដែលខ្លួនកំពុងធ្វើថែមទាំងមានទំនុកចិត្តថាការដែលនឹងធ្វើខ្លួនឯងនឹងឯងឲ្យคล้ายទៅជាមនុស្សថោកទាបឬក៏คล้ายទៅជាមនុស្សថ្លៃថ្នូរបាននោះឯងគឺអាស្រ័យទៅលើកិច្ចការងារដែលខ្លួនឯងកំពុងតែធ្វើដែលខ្លួនឯងកំពុងតែប្រព្រឹត្តនោះឯងណាដោយមិនបកគលវាសនាឲ្យទៅលើទេវតាឬក៏ថាអតិទេពណាមួយជាអ្នកសម្រេចនោះឡើយការងារអាចបែងចែកសត្វលោកឲ្យថ្លៃថ្នូរនិងថោកទាបបានអ្នកខ្លះធ្វើកិច្ចការងារទុច្ចរិតទៅคล้ายទៅជាមនុស្សអន្តពាលអីចឹងទៅណាដូចយើងឃើញបច្ចុប្បន្នជាដើមស្រាប់អញ្ចឹងការងារអាចបែងចែកសត្វលោកណាឲ្យថ្លៃថ្នូរឬក៏ថាថោកទាបបានដូច្នេះសូមមនុស្សគ្រប់គ្នាប្រឹងប្រែងប្រកបកិច្ចការងារចិញ្ចឹមជីវិតណាដែលប្រឆាចនៅទោសដែលហៅថាសមាជីវនោះណារួមជាមួយនឹងសេចក្តីសន្តោសចេះត្រេកអរនឹងលទ្ធផលដែលសម្រេចអំពីការងារដែលល្អនោះផងឆ្នេះហើយក៏បីជ្រាបថាមិនមានការសម្រេចណាមិនអាស្រ័យនឹងការតស៊ូបំពេញកិច្ចការងារនោះទេគ្រាន់តែផ្លែត្រង់ថាជួនកាលក៏សម្រេចមកអំពីការងារបច្ចុប្បន្នជួនកាលក៏សម្រេចមកអំពីការងារក្នុងអតីតប៉ុណ្ណោះកាលបានយល់ដឹងអំពីផលរបស់ការងារយ៉ាងនេះអាចធ្វើឲ្យយើងនឹងចេះទទួលស្គាល់គ្រប់លទ្ធផលនៃការងារដោយសេចក្តីត្រជាក់ចិត្តបើទោះជាលទ្ធផលនៃការងារនោះបានតិចឬក៏ច្រើនយ៉ាងណាក៏ដោយតាមទស្សនៈខ្លះយល់ថាការគោរពជឿតាមពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យមនុស្សនឹងក្រឬទុនខ្សោយស្មារតីគ្មានចំហឈានទៅរកសេចក្តីចម្រើនរុងរឿងឯងការដែលគេយល់យ៉ាងនេះមានប្រកដីពោលយ៉ាងនេះក៏គ្មាននរណាអាចហាមឃាត់គំនិតឬពាក្យពោលរបស់គេបានឡើយព្រោះគេមិនទាន់បានសិក្សានៅពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងឲ្យច្បាស់លាស់ប៉ុណ្ណោះគេជឿតាមតែភ្នែកនិងត្រចៀករបស់គេប៉ុណ្ណោះគេមិនបានបើកភ្នែកបញ្ញាដើម្បីសិក្សាស្រាវជ្រាវរាវរកសេចក្តីពិតចាកព្រះសាសនានេះឡើយប្រសិនបើគេកុំជឿលើភ្នែកនិងត្រចៀករបស់គេពេកហើយវិលមកសិក្សាព្រះពុទ្ធវចនៈឲ្យបានល្អិតល្អន់100សឹងតែរាប់ដល់1000គឺថាគេនឹងអាចបោះបង់នៅគំនិតយ៉ាងនេះនិងការពោលយ៉ាងនេះហើយមានតែការពោលសរសើរនៅពាក្យព្រានប្រដៅរបស់ព្រះពុទ្ធជាម្ចាស់មិនដាច់ពីមាត់មិនខាននោះឡើយនៅក្នុងខុទ្ទកនិកាយតិកនិបាតថេរគាថាមាកាំងកពុតតថេរគាថាបានសម្ដែងថាខណៈរមែងប្រព្រឹត្តកន្លងមាននប់ទាំងឡាយដែលមានការងារលះចោលដោយគិតអាងថាត្រជាក់ពេកក្តៅពេកល្ងាចពេកបុគ្គលណាមួយការធ្វើនៅកិច្ចការរបស់បុរសមិនអើពើចំពោះត្រជាក់និងក្តៅឲ្យក្រៃលែងជាងស្មៅបុគ្គលនោះរមែងមិនសាបសូន្យចាកសេចក្តីសុខឡើយមនុស្សដែលមិនយកចិត្តទុកដាក់នឹងកិច្ចការងារចិញ្ចឹមជីវិត
អាំងលេះយ៉ាងនេះអាំងលេះយ៉ាងនោះមិនប្រងើយកន្តើយជាអ្នកដេកស្ដាយយល់សពជាដើមមិនខុសអីពីមនុស្សអត់ការងារធ្វើឡើយព្រោះមិនយូរប៉ុន្មានទេសូម្បីមុខរបរដែលមានហើយក៏នឹងត្រូវដួលរលំទៅដែរហើយនឹងคล้ายទៅជាមនុស្សពិការទាំងនៅមានអវយវៈល្អចង់ស្រណុកហើយខ្វះខាតសេចក្តីព្យាយាមมันអាចរួចអំពីសេចក្តីទុក្ខបានឡើយអញ្ចឹងសេចក្តីព្យាយាមប្រឹងប្រែងគឺជាពរដ៏ប្រសើរសម្រាប់មនុស្សគ្រប់គ្នាណាព្រោះជាហេតុនាំសត្វលោកនឹងឯងឲ្យរួចផុតទុក្ខលំបាកបានដោយដែលព្រះមានប្រភិក្ខជាម្ចាស់ទ្រង់ត្រាស់សម្ដែងថាវិរិយេនទុក្ខមច្ឆេតិឆ្លងកាត់សេចក្តីទុក្ខបានដោយសេចក្តីព្យាយាមអញ្ចឹងការងារចិញ្ចឹមជីវិតខ្លះដូចជាការងារដាំដុះការងាររាជការមើលពីខាងក្រៅទៅហាក់បីដូចជាការងារសម្រាប់ផ្ទាល់ខ្លួនម្នាក់ប៉ុណ្ណោះប៉ុន្តែតាមពិតពិនិត្យឲ្យដិតដល់ទៅគ្រប់ការងារចិញ្ចឹមជីវិតតាមផ្លូវសុចរិតទាំងអស់សុទ្ធតែប្រព្រឹត្តទៅជាប្រយោជន៍ដល់ខ្លួនឯងផងនិងជាកិត្តិយសរបស់ប្រទេសជាតិទាំងមូលផងព្រោះគេអាចដឹងថាប្រទេសមួយរីកចម្រើនគឺគេអាចវាស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននោះឯងដូច្នេះហើយសូមមនុស្សគ្រប់គ្នាមានការងាររបស់ខ្លួនជាទីពឹងសូមកុំពឹងដង្ហើមអ្នកដតីដកឲ្យសោះពាក្យថាសំណាងកើតពីការសាងប្រកបកិច្ចការដោយក្តីព្យាយាមនិងក្តីឧស្សាហ៍លុះបានផ្លែផ្កាមានគុណគប់អងអនុមោទនា